នៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រាប់អ្នកគ្នានៅអ្វីដែលខ្ញុំទទួលបានពីសៀវភៅដែលខ្ញុំបានអានគឺសៀវភៅ Atomic Habits ដែលនិពន្ធដោយលោក James Clear ហើយសៀវភៅនេះគឺបង្រៀនយើងឲ្យដឹងពីរបៀបក្នុងការបង្កើតទម្លាប់ល្អលុបបំបាត់ទម្លាប់អាក្រក់ចោលហើយយើងនឹងអាចរស់នៅជាមួយនឹងជីវិតដែលយើងចង់បានជីវិតមួយដ៏ល្អប្រសើរហើយក្រុមនេះគឺជាគន្លឹះសំខាន់5យ៉ាងដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅហ្នឹងទី1 Small habits lead to big change មានន័យថាទម្លាប់តូចៗគឺវាបង្កើតឲ្យមានការផ្លាស់ប្ដូរដ៏ធំយើងពិចារណាតែមើលរំលងនៅទម្លាប់តូចៗដូចជាទម្លាប់អានសៀវភៅទម្លាប់ភ្ញាក់ក្រោកពីព្រលឹមទម្លាប់ហាត់ប្រាណទម្លាប់អានសៀវភៅក្នុងរយៈពេល1ថ្ងៃអាចថា10នាទីឬក៏5នាទីហ្នឹងហើយយើងគិតថាវាគឺជាទម្លាប់ដែលអត់មានន័យដែលវាជាទម្លាប់មួយដែលកពិកប៉ុកវាអត់សូវសំខាន់ចាំបាច់នៅក្នុងជីវិតយើងទេប៉ុន្តែធៀបពិតទម្លាប់តូចៗហ្នឹងឯងគឺវាជាទម្លាប់ដែលអាចឈានឲ្យយើងទៅដល់ការកែប្រែទម្លាប់ធំៗហើយយើងអាចទទួលបានជោគជ័យនៅក្នុងជីវិតរបស់យើងចំណុចទី2 If you want better result focus on system not on goal មានន័យថាបើសិនជាយើងចង់ទទួលបានលទ្ធផលល្អយើងគួរតែផ្ដោតទៅលើនៅសកម្មភាពដែលយើងធ្វើមិនមែនផ្ដោតទៅលើគោលដៅរបស់យើងទេយើងដឹងថាគោលដៅគឺជាលទ្ធផលដែលយើងចង់សម្រេចបានប៉ុន្តែអ្វីដែលយើងត្រូវធ្វើវាឲ្យចាំបាច់នោះគឺជារបៀបក្នុងការធ្វើវាទី3 If you want to change habits focus on who you want to be rather than what you want to achieve បើសិនជាយើងចង់ផ្លាស់ប្ដូរទម្លាប់គឺយើងត្រូវតែផ្ដោតអារម្មណ៍ទៅលើសំណួរដែលសួរថាតើយើងនឹងចង់ទៅក្លាយជានរណាប្រសើរជាងគិតពីអ្វីដែលយើងនឹងទទួលបានចំណុចទី4 Follow the 4 law of behavioral change គឺថាយើងអនុវត្តទៅតាមច្បាប់4យ៉ាងដែលធ្វើឲ្យមានការផ្លាស់ប្ដូរអេរិយាបថឬក៏សកម្មភាពឬក៏ហៅថាទម្លាប់ហ្នឹងទី1 Make it obvious ទី2 Make attractive ទី3 Make it easy ទី4 Make it satisfying ទី1មានថាធ្វើវាឲ្យច្បាស់ប្រកប Make it obvious ហ្នឹងមានថាធ្វើវាឲ្យច្បាស់ប្រកបមានន័យថាឲ្យដឹងច្បាស់ពីអ្វីដែលយើងចង់ធ្វើហ្នឹងទី2 Make it attractive មានថាធ្វើឲ្យវាមានភាពតាក់ទាញទី3 Make it easy មានថាធ្វើឲ្យមានភាពងាយស្រួល